năm 2025 នេះ book page គួរតែមានល្បិចខ្លះកុំឲ្យតែ Facebook ចំណេញពេកបាទបងប្អូនទាំងអស់គ្នាមួយថ្ងៃមុនខ្ញុំឃើញ Facebook របស់បងប្រុសមួយទៅគាត់ឃើញថតមាន Marcinkerberg ណាគាត់លេងល្បែងហើយគាត់ដាក់ caption ថានេះជាមូលហេតុដែល book ទីថ្លៃព្រោះដោយសារ Marcinkerberg គាត់លេងល្បែងចេញគេអត់ដឹងថាល្បែងអីទេគឺឃើញអង្គុយនៅតុល្បែងអញ្ចឹងវាជារឿងមួយដែលកំ pl ែងដែរហើយក៏រឿងបងប្អូនជួបពិតប្រកបនៅក្នុងថ្មីនេះគឺគាត់ថា book ទៅកាន់តែស៊ីថ្លៃទៅបាទ book ពីមុនធ្លាប់ក្នុងមួយ message ស៊ី30សេន25សេនឬក៏20សេនរហូតដល់ម៉ោងនេះពេលខ្លះស៊ីដល់70សេនឬក៏ដល់ជាង$1នៅក្នុងមួយ message អញ្ចឹងនៅពេលដែលមួយ message ថ្លៃហើយអ្នកឆាតមកគេទិញវាមិនអីទេណាប៉ុន្តែ message ថ្លៃហើយ5នាក់មិនទាន់ទិញម្នាក់ទៀតអាហ្នឹងកាន់តែធ្ងន់កឧទាហរណ៍ថាបើគេឆាតមកម្នាក់ត្រូវកាត់$1ឬក៏ត្រូវស៊ី$1អញ្ចឹងបើឆាត5នាក់អត់ទិញសោះអញ្ចឹងយើងត្រូវខាតអស់$5បាទចុះបើសិនជាយើងចាយច្រើនទៅក្នុងមួយថ្ងៃយើងចាយ$30អីទៅហើយមានអ្នកឆាតមកតែ20នាក់អីហ្នឹងអញ្ចឹងមានន័យថាម្នាក់វាស៊ីអស់$1 5កាក់បាត់ហើយបាទឬក៏លើសនឹងទៅទៀតឃើញទេអញ្ចឹងវាជាបញ្ហាអញ្ចឹងជាបទពិសោធន៍របស់ខ្ញុំថ្មីនេះខ្ញុំឆ្លងកាត់នៃការប៊ូហើយខ្ញុំចង់ចែកម្លែកអំពីក្បួនក៏ដូចជាល្បិចទៅកាន់ Facebook ឲ្យយើងទទួលបាននៅអតិថិជនខ្លះជាទូទៅ Facebook តែងតែសង្កេតមើលយើងតែងតែមើលថាការប៊ូរបស់យើងយ៉ាងម៉េចបាទពីផលិតផលរបស់យើង Facebook ដឹងថាអ្នកណាជាអ្នកត្រូវការផលិតផល A ផលិតផល B គឺ Facebook ដឹងទាំងអស់ហើយ Facebook នឹងរុញទៅកាន់អ្នកណាបាទអញ្ចឹងពីកន្លឹះឬក៏ល្បិចដែលខ្ញុំចង់ចែកម្លែកទៅកាន់បងប្អូនគឺតាក់ទងទៅនឹងការភេលុយបាទតាក់ទងជាមួយនឹងការភេលុយមួយរយៈមុនប្រសិនបើយើងភេលុយឲ្យ Facebook យឺត 3-4 ដងវាទៅជាមានបញ្ហាខូច account disable account ប៉ុន្តែក្នុងរយៈពេលក្រោយមកនេះនៅក្នុងប្រហែលជាខ្ទង់ចុងឆ្នាំ2024មកដល់2025បាទថ្ងៃនេះថ្ងៃទី12 13ហើយអញ្ចឹងការភេលុយយឺតយ៉ាវឃើញថាអត់មានបញ្ហាទេបាទហើយខ្ញុំសង្កេតឃើញមួយទៀតល្បិចមួយគឺនៅពេលណាដែលយើង book ណានៅដូច account របស់ខ្ញុំជាក់ស្ដែងខ្ញុំ book page Facebook ឲ្យខ្ញុំជពាក់ត្រឹមតែ$25ពីព្រោះខ្ញុំអត់ចង់ឲ្យជពាក់ច្រើនទេកាលណាដែលជពាក់ច្រើនចេះតែមិនចង់សងពីមុនធ្លាប់ជពាក់ច្រើនទៅ3-4-500ឬក៏1000ឡើងទៅកាលណាដែលដល់វគ្គសងវារៀងច្រើនពេកចេះតែមិនចង់សងអញ្ចឹងខ្ញុំអត់ចង់ឲ្យជពាក់ច្រើនទេថ្មីនេះខ្ញុំឲ្យត្រឹម$25អញ្ចឹងខ្ញុំអត់ដាក់លុយក្នុងកង់ដល់25តែតោះតែវាសុំកាត់ទើបខ្ញុំចុច pay ឲ្យ Facebook ប៉ុន្តែសង្កេតឃើញតាខ្ញុំ book $25 account មួយហ្នឹងខ្ញុំ book តែមួយ 8ទេមួយ 8ហ្នឹង$7ជាងវាបើគិតទៅដូចជាខ្ញុំ book មួយ 8ហ្នឹងដូចជា$7កន្លះទេបាទវាស្មើនឹង30000លុយខ្មែរណាអញ្ចឹងនៅក្នុង2ថ្ងៃជាងវាត្រូវទាកាត់ហើយទៅទាកាត់ចេញពីកង់យើងហើយអញ្ចឹងដែលខ្ញុំសង្កេតឃើញថ្ងៃដែលបើក book ទី1ហ្នឹងគឺមានអ្នកឆាតមានអ្នកទេច្រើនមានអ្នកឆាតច្រើនតែមានន័យថាយើងចំណេញក្នុងខណៈពេលដែលយើង book អស់$7ជាងហ្នឹងយើងអាចលក់បានចាប់ពី2ភ្ញៀវឡើងដែលនៅក្នុងមួយភ្ញៀវយើងអាចចំណេញបាន$15ទៅ$20អញ្ចឹងបើ2ភ្ញៀវយើងអាចចំណេញបាន$40ឡើងបាទភាគតិចគឺចាប់ពី2ភ្ញៀវឡើងបាទអញ្ចឹងទេថ្ងៃទី1គឺយើងទទួលបានអញ្ចឹងថ្ងៃទី2បានដែរអាចថាមានអ្នកឆាតមានអ្នកទេប៉ុន្តែមិនសូវជាគោលដៅតែក៏យើងអាចផ្លាត់បាន1 2អីដែរដល់ថ្ងៃទី3វាច្រើនជាងថ្ងៃទី1ទៀតដោយសារអីFacebook ម៉ាស៊ីនរបស់ Facebook ចាប់បានថាយើងចិត្តដាច់ហើយ Facebook ប្រឹងរុញអតិថិជនឲ្យយើងដើម្បីដាស់តឿនរំលឹកយើងថា ad របស់យើងចិត្តដាច់ហើយចូលទៅមើល ad ផងចូលទៅមើលលុយផងចិត្តដល់ចិត្តគ្រប់ហើយនេះបាទអញ្ចឹងគោលបំណងរបស់ Facebook ខ្ញុំគិតថាអាចថាបែបហ្នឹងពីព្រោះនៅចុងម៉ោងចុងក្រោយឧទាហរណ៍ថារត់បាន24ឬក៏$23ហើយព្រោះដល់សល់25វាត្រូវកាត់អញ្ចឹងវារុញអតិថិជនឲ្យទេច្រើនឲ្យឆាតច្រើនឲ្យ like ច្រើនអញ្ចឹងយើងក៏ដឹងខ្លួនដែរថាមិនបានខុសមូលហេតុអញ្ចឹងទៅចូលមើលក្នុង ad ទៅមើល payment ចិត្តដល់ហើយសល់តែ1រៀល2រៀលយើងថាសល់50សេនទៀតដល់ហើយខ្ញុំធ្វើបែបហ្នឹងទៅដល់ពេលវាទាកាត់
ខ្ញុំអត់ទាន់ឲ្យភ្លាមទេកន្លះម៉ោង1ម៉ោងក្រោយបានខ្ញុំបាញ់លុយចូលក្នុងកុងហ្នឹងហើយខ្ញុំ pay ទៅកាន់ Facebook បាទអញ្ចឹងវាចាប់ផ្ដើមមើលយើងឡើងវិញទៀតដែរបាទតម្រង់ទម្លាប់បែបហ្នឹងគឺខ្ញុំសង្កេតឃើញថាមានប្រសិទ្ធភាពដែរវាជាល្បិចមួយដែរបាទពីព្រោះខ្ញុំប៊ូសនៅលើ daily ណាខ្ញុំប៊ូស daily មានលុយឲ្យ Facebook នឹងរកអតិថិជនឲ្យកាលណាដែលយើងអត់មានលុយឲ្យទេដល់ចំនួនកំណត់របស់វាហើយវាត្រូវការផ្អាកនៅប៊ូសរបស់យើងសិនបាទដល់ពេលដែលយើង pay លុយវាដើរតទៀតបាទអញ្ចឹងងាយអ្នកនរគ្នាអាចយកទៅអនុវត្តបានអាចថាសាកល្បងមើលទៅពីព្រោះមែនតើនៅខ្ញុំឆ្លងកាត់នៅក្បួនមួយនឹងនៅលើ account តូចមួយដែលជា account ខ្មោចទេបាទខ្ញុំប៊ូសហើយខ្ញុំប្រើល្បិចបែបហ្នឹងគឺឃើញថាល្អតាមពិតគោលបំណងដំបូងហ្នឹងមិនចង់ឲ្យវាឡើងចម្ពាក់ច្រើនពេកព្រោះដូចខ្ញុំនិយាយពីមុនអញ្ចឹងតែកាលណាដែលចម្ពាក់ច្រើនពេកចេះតែមិនចង់សង Facebook បាទអញ្ចឹងកុំឲ្យជាប់បញ្ជីខ្មៅទៅយើងមិនដាក់លុយនៅក្នុងកុងគ្រប់ដល់ចំនួនកាត់ទេទូទៅបងប្អូនដឹងអីបើសិនបើវាកាត់$25ទាំងពន្ធទាំងអី 10% ហ្នឹងវាស្មើនឹង$27 5កាក់បាទជួនកាលខ្ញុំដាក់ក្នុងនោះ$20ជួនកាល$10អីចឹងទៅដើម្បីចាប់បានថាយើងមានលុយក្នុងកង់ដែរបាទអញ្ចឹងទន្លឹះដែលខ្ញុំចង់ចែកម្លែកបងប្អូនឬក៏ក្បួនឬក៏ល្បិចហ្នឹងគឺមានមួយចំណុចហ្នឹងបាទខ្ញុំអនុវត្តមករៀងច្រើនគួរសមដែរហើយឃើញថាបួសអត់ខាតទេបួសចំណេញបួសអត់ខាតទេគឺចំណេញអញ្ចឹងជឿមិនជឿបងប្អូនអាចសាកល្បងបានហើយការធ្វើបែបហ្នឹងបានតែប៊ូសនៅលើ daily ទេពីព្រោះកាលណាដែលយើងប៊ូសនៅក្នុង live time ជួនកាលដាក់ទៅបើកមកវិញវាកាត់លុយយើងភ្លាមទៀតវាមានបញ្ហាចឹងព្រោះដោយសារកាលណាដែលយើងផ្អាកមួយថ្ងៃពីរថ្ងៃទៅវាដល់ចំនួនថ្ងៃខ្ញុំឧទាហរណ៍ថាយើងប៊ូសកន្លែងហ្នឹងបងប្អូនច្បាស់ជាយល់ហើយកន្លែងប៊ូសlive time ហ្នឹងអញ្ចឹងធ្វើដូចខ្ញុំនិយាយមិញហ្នឹងគឺយើងប្រើទៅលើ daily ទៅល្អបាទ daily ទៅយើងស្រួល control បាទយើងត្រូវចាំទៅថាបើយើងបើកនៅម៉ោងនេះប្រហែលជាខាងស្អែកហើយនៅម៉ោងណាអាចដាច់បាទអញ្ចឹងទៅពេលដែលវាទៀកកាត់យើងកុំទាន់ pay ទៅបាទទុកវាសិនទៅហើយយើងចាំ pay ពេលក្រោយអញ្ចឹងបងប្អូនតាក់ទងជាមួយនឹងការប៊ូសអីមានបញ្ហាអីឆ្ងល់អីអាច comment សួរនាំនៅក្នុងវីដេអូនេះបានខ្ញុំនឹងព្យាយាមចែករំលែកនៅអីដែលខ្ញុំធ្លាប់ជួបអីដែលជាបទពិសោធន៍ដែលខ្ញុំជួបផ្ទាល់ទៅកាន់បងប្អូនទាំងអស់គ្នា